សួស្តីទឹកដីខេត្តទឹកខ្មៅនេះគឺជាវីដេអូទី2ដែលអាត្មានិមន្តមកទទួលដងពូជអំពីចំការរបស់លោកតាខូចក្នុងរបងសិតតែចំការដងរបស់គាត់ហើយផ្លូវចូលទៅផ្ទះរបស់គាត់គឺមានដើមផ្កាអមទាំងសាងខាងដែលបានកាត់ឆ្នៃយ៉ាងល្អប្រសើរប្រសិនបើផ្ទះយើងមានដើមផ្កាអមទាំងសាងខាងផ្លូវដើរចូលផ្ទះដូចនេះមិនដឹងថាមានសេចក្តីសុខយ៉ាងណាទេនិមន្តបានមួយផ្លេតស្រាប់តែគិតនៅក្នុងរបងឃើញក៏ស្រែកហៅហេតុដូចនេះហើយថ្មក៏ឃើញសើចរីករាយទៅគិតកំពុងតែនៅក្នុងរបងហើយនឹងជ្រើសរើសដងដើម្បីប្រគេនដល់អាត្មាហើយនេះគឺជាផ្ទះរបស់គាត់ពេលនិមន្តមកដល់ផ្ទះគាត់ភ្លាមក៏ក្រឡេកឃើញដើមហ្នឹងថ្មធ្លាប់ហៅតែផ្លែសម្បូរប៉ុន្តែភាសាខ្មែរយើងមិនដឹងថាហៅដើមអ្វីផ្លែអ្វីដែរបើបងប្អូនដឹងជួយ comment ខាងក្រោមប្រាប់ថ្មពាក្យផងហើយនៅខាងមុខនេះគឺជាភ្នោអ្នកមានគុណរបស់ពួកគាត់មិនមានអ្វីប្លែកទេព្រោះនេះគឺជានិយមនៃតំបន់ភូមិស្រុកនឹងកាលអាត្មាថ្មីនិមន្តមកភូមិនឹងក៏ធ្លាប់ដាក់បញ្ហាថាបញ្ចុះសពនៅខាងមុខផ្ទះក្បែរផ្ទះអញ្ចឹងមិនខ្លាចទេអីប្រហែលជាញាតិញោមដែលធ្លាប់ខ្លាចខ្មោចប្រហែលជាគិតដូចអាត្មាដែរតែដឹងមកដល់នឹងហើយគាត់ក៏និមន្តចូលទៅខាងក្នុងដើម្បីមើលផ្លែដូងដែលគាត់បានទុកដាក់ឲ្យស្រាប់មានទាំងដូងពូជមានទាំងដូងខ្ចីសម្រាប់ដូងខ្ចីហ្នឹងគឺមានរសជាតិផ្អែមខ្លាំងណាស់គាត់ប្រាប់ថាផ្លែដូងច្រើនណាស់អញ្ចឹងហើយបើយកបានយកទៅទាំងអស់ក៏គាត់អោយដែរខ្លាចតែយើងគ្មានអ្វីយកទៅទេហើយក្រុមគ្រួសាររបស់គាត់កាលឆ្នាំរួចហើយឆ្នាំ2025ក៏បានធ្វើជាម្ចាស់កឋិននៅវត្តបណ្ឌិតារាមចង្ហាយដែលស្ថិតនៅឃុំលោកវាងស្រុកលោកនីងខេត្តប៊ីងភឿកឥឡូវនេះត្រូវជាខេត្តដងណាយហើយប្តីប្រពន្ធរបស់គាត់ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ទៅណាមកណាក៏មានគ្នាផងដែរគាត់បានប្រគេនដូងពូជហើយនិងដូងខ្ចីសម្រាប់ឆាន់ហើយក៏បានប្រគេននៅបច្ច័យ400ប៉ុនដុំសម្រាប់ធ្វើដំណើរជាវនៅភេសជ្ជៈដើម្បីត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញហើយនៅជុំវិញផ្ទះរបស់គាត់គឺតែងតែដាំបន្លែផ្លែឈើសម្រាប់ហូបជារៀងរាល់ថ្ងៃប្រសិនបើជុំវិញផ្ទះរបស់យើងនៅសល់ដីដូចនេះនៅចាំអីទៀតក្រោកឡើងកាន់ចប់ទៅធ្វើភ្លាមទៅដងភ្លើងមួយដើមនេះពិតជាច្រើនមែនតែនផ្លែចង្បាក់ដើមហើយសារក្នុងវីដេអូមួយនេះប្រសិនបើតានឹងយាយបានឃើញនៅវីដេអូនេះក៏សូមត្រេកអរនឹងបុណ្យដែលយាយតាបានធ្វើហើយអាត្មាភាពក៏សូមថ្លែងអំណរអគុណទៅដល់ទឹកចិត្តជ្រះថ្លាក៏ដូចជាការស្រឡាញ់រាប់អានដល់អាត្មាពាក្យចុងក្រោយក៏សូមជូនពរឲ្យតានិងយាយបានសេចក្តីសុខសេចក្តីចម្រើនត្រជាក់ត្រជុំក្នុងក្រុមគ្រួសារទៅណាមកណាក៏ប្រកបទៅដោយសុវត្ថិភាពល្អប្រសើរហើយក៏សូមអរគុណពូមីងយាយតាបងប្អូនទាំងអស់ដែលបានទស្សនាតាមដាននៅវីដេអូមួយនេះប្រសិនបើវីដេអូមួយនេះមានកំហុសខុសឆ្គងឬទីកន្លែងណាមួយមិនសមរម្យសូមញាតិញោមបងប្អូនទាំងអស់គ្នាអធិស្ឋាននិងអភ័យទោសផងដែរបើបានមើលមកដល់នឹងហើយកុំភ្លេចឲ្យមេដៃមួយផងសូមអរគុណ